ថ្ងៃនេះយើងនឹងនិយាយអំពីរឿងរបស់ព្រះដូចខ្ញុំបាននិយាយពីមុនមកយើងកំពុងនិយាយអំពីវិញ្ញាណរបស់ព្រះខ្ញុំគិតថាយើងកំពុងនិយាយអំពីវិញ្ញាណរបស់ព្រះដូច្នេះខ្ញុំជឿថាព្រះនឹងគង់នៅជាមួយយើងក្នុងរយៈពេល3សប្តាហ៍ខាងមុខទាក់ទងនឹងប្រធានបទនេះខ្ញុំបានទទួលសារជាច្រើនពីព្រ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 ះមុនពេលយើងចាប់ផ្ដើមការផ្សាយផ្ទាល់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាការផ្សាយផ្ទាល់នេះតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីជួយអ្នកថ្ងៃនេះខ្ញុំមិនមានថាមពលច្រើនទេកាលពីយប់មិញខ្ញុំមិនសូវមានកម្លាំងទេព្រោះខ្ញុំមានបញ្ហាសុខភាពខ្លះខ្ញុំសង្ឃឹមថាអ្នកយល់ពីអ្វីដែលខ្ញុំកំពុងនិយាយអូខេអស់លោកស្រីសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះយើងមានរឿងមួយដែលខ្ញុំទទួលបានពីនារីម្នាក់ឈ្មោះរឿងដំបូងដែលខ្ញុំបានរៀនគឺការស្មោះត្រង់នឹងខ្លួនឯងនេះជាអ្វីដែលបានកើតឡើងនៅកោះញឹកតេខុសណាធីស្ថិតក្នុងឃុំខាត់ដានៅភ្នំពេញវានៅកោះញឹកធីវាគឺនៅរាជធានីវានៅខាត់កាដាវានៅកោះញឹកធីស្ថិតនៅរាជធានីភ្នំពេញដូច្នេះរឿងនេះបានកើតឡើងនៅឆ្នាំ2007នេះគឺជារឿងរបស់លោកអូលិនបូរីដែលនិយាយអំពីរឿងចក្រានិងរឿងយាយរឿងចក្រាជារឿងចក្រានិងរឿងចក្រាគឺជារឿងចក្រានិងរឿងចក្រាគឺជារឿងចក្រានិង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 រឿងយើងបានផ្លាស់ប្ដូរពីភាពស្ងប់ស្ងាត់ទៅជាភាពងឹតបន្តិចកុំទុកយើងឲ្យនៅស្ងៀមយូរពេកដូច្នេះខ្ញុំគិតថាយកវាទុកនៅខ្លួនយើងល្អជាងព្រោះថ្ងៃនេះខ្ញុំមិនបានសួរអ្នកថាតើអ្នកយកចិត្តខ្ញុំកម្រិតណាហើយខ្ញុំនឹងព្យាយាមនិយាយឲ្យបានល្អតាមដែលខ្ញុំអាចធ្វើបានព្រោះពេលនេះខ្ញុំនៅស្ងៀមតែពេលនេះខ្ញុំនៅស្ងៀមមិនអីទេអស់លោកស្រីនេះជារឿងរបស់បុរសដែលខ្ញុំចាត់ទុកជាភរិយាដំបូងរបស់គាត់តាមសៀវភៅវាប្រៀបដូចជាក្មេងកាត់បេះដូងនោះហើយជាមូលហេតុដែលគាត់ហៅម្ដាយរបស់គាត់ដូច្នេះរឿងចាប់ផ្ដើមពីឆ្នាំ2003-2004រឿងដែលកើតឡើងនៅស្រុកញ៉ាត្រាងរឿងដំបូងចាប់ផ្ដើមដោយយ៉ាកស្ត្រីរូបនេះមិនទាន់ស្គាល់ឈ្មោះនៅឡើយនាងកើតនៅឆ្នាំ2005នាងមានអាយុត្រឹមតែ3-4ឆ្នាំប៉ុណ្ណោះរឿងខ្មោចដើមចេកភាគបញ្ចប់នាងមិនដឹងរឿងនោះទេអ្វីដែលនាងដឹងគឺប្តីនាងមិនមែនជាអ្នកប្រាប់នាងការពិតនោះទេ3ឆ្នាំក្រោយមកក្នុងឆ្នាំ1992ប្តីរបស់នាងពេលឪពុកគាត់នៅរស់ឪពុកគាត់ទិញដីពីភូមិខ្សាច់ភូមិកោះភូមិគ្រួសជាមួយនឹងដីនេះដីមានចម្ងាយផ្លូវរហូតដល់ទៅ42គីឡូម៉ែត្ររហូតដល់ជិត50វាមានចម្ងាយប្រហែល4គីឡូម៉ែត្រឪពុករបស់គាត់បានទិញដីនោះពីភូមិកោះនិងភូមិកោនៅគ្របនៅតាមផ្លូវគាត់បានទិញពីដីកោះងានឪពុករបស់គាត់មិនបានទិញដីនោះទេប៉ុន្តែគាត់មិនដឹងថានៅឯណាទេគាត់បានទិញដីដែលនៅសេសសល់ហើយមានដើមឈើមួយដើមទោះជាយ៉ាងណាពួកគេបានទិញដីនៅខែមេសាឆ្នាំដដែលនេះគឺ2ខែមុនពួកគេបានទិញវាជាយូរមកហើយហេតុនេះហើយបានជាគេទុកដីឲ្យកូនចៅគេទិញដីឲ្យកូនចៅទោះជាយ៉ាងណាដីនោះមិនអាចរកប្រាក់ចំណេញបានទេព្រោះមិនមែនជាឪពុកឬម្ដាយដែលទៅធ្វើស្រែចម្ការទេដល់ដីពេលឪពុកទិញឪពុកក៏ប្រគល់ឲ្យប្អូនស្រីបងស្រីរបស់គាត់ជាអ្នកមើលថែស្ថានយល់ដូច្នេះកូនរបស់ឪពុកម្ដាយមិនត្រូវទៅធ្វើស្រែចម្ការតែម្នាក់ឯងទេយល់បន្ទាប់មកកូននោះជាប្អូនស្រីរបស់ឪពុកជាអ្នកមើលថែទោះយ៉ាងណានៅឆ្នាំ2001សុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនគាត់ចង់រស់នៅលើទឹកដីនៃធម្មជាតិគាត់ចង់រស់នៅលើទឹកដីនៃធម្មជាតិប្រពន្ធគាត់ប្រពន្ធបងថ្លៃជាម្ដាយប៉ុន្តែតាំងពីដើមមកគ្មានកូនណាម្នាក់នៅរស់ដោយសារសង្គ្រាមនោះទេព្រោះពេលនោះមានសង្គ្រាមមានពេលមួយដែលសង្គ្រាមផ្ទុះឡើងឥឡូវនេះមានសង្គ្រាមដូច្នេះពេលនេះសង្គ្រាមបានចប់ហើយដីអស់ហើយមិនមានសង្គ្រាមទេសង្គ្រាមបានបញ្ចប់សង្គ្រាមបានបញ្ចប់សង្គ្រាមបានបញ្ចប់ម្ដាយចង់រស់នៅជាមួយកូនប៉ុន្តែកូនមិនយល់ថាត្រូវទៅជាមួយកូនទេដូច្នេះម្ដាយនិងកូនខ្លាចទៅមន្ទីរពេទ្យពួកគេបានទៅមន្ទីរពេទ្យនៅឆ្នាំ2000មុនពេលមរណភាពរបស់កូនដំបូងរបស់ពួកគេការស្លាប់របស់កូនទី1ហៅថាការស្លាប់របស់កូនដំបូងការស្លាប់របស់កូនទី1គឺនៅឆ្នាំ2000ការស្លាប់របស់កូនទី1គឺជាការស្លាប់របស់កូនទី1ដូច្នេះយើងមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ទេពេលអាគមចេញពីស្រុកទៅធ្វើការពេលអខំទៅធ្វើការម្ដាយរបស់គាត់នៅរស់នាងថាចង់ត្រឡប់ទៅស្រុកកំណើតវិញនាងចង់បាន